លោកខ្វាន់ជាដំបូងសូមឲ្យណែនាំឈ្មោះបន្តិចឈ្មោះពិតមានឈ្មោះដែរខ្ញុំឈ្មោះសវណ្ណកុងបងឈ្មោះសវណ្ណកុងអីខ្វាន់សម្រាប់អ្នកគ្រូលោកគ្រូវិញគឺមានទាំងអស់ស្រុកប្រហែលអ្នកដែរលោកគ្រូទាំងអស់6នាក់ចាទាំងលោកគ្រូទាំងអ្នកគ្រូ6នាក់សាលាបឋមសិក្សាខាងលើនេះបាទគឺគ្រូនាយកសាលាផ្ទាល់គឺជាម្ដាយរបស់បាទគឺតារា rapper គឺលោកខ្វាន់អធិស្ឋានអ្នកគ្រូមានបុត្រប្រហែលអ្នកដែរខ្ញុំមានកូន3នាក់ខ្វាន់ជាកូនទីប៉ុន្មានខ្វាន់កូនទី1បាទជាអ្នកចម្រៀងចាជាតារាចម្រៀង2អ្នកផ្សេងទៀតគ្រូ2អ្នកផ្សេងទៀតកូនទី2ខ្ញុំគ្រូបង្រៀនហើយកូនទី3ខ្ញុំស្រីដែរនៅរៀនថ្នាក់ទី12ប្រឡងបាត់10ឆ្នាំនេះកូនគឺប្រុស1ស្រី2ចាក៏ពិតសាលានេះទៅតែកកើតទេបងកាលខ្ញុំនៅក្មេងហ្នឹងនៅខ្ញុំរៀននៅសាលាទួបង្រទេបាទនេះទៅតែសកលកើតថ្មីដែរទេសាលាព្រោះពីមុនតំបន់នេះគឺដាច់សញ្ញាដោយបងឃើញស្រាប់យើងមកតាមផ្លូវហ្នឹងទី1ទី2សភ័យបាទសភ័យមានដូចក្របមីនមិនទាន់ទូមានអីច្រើនណាពេលមករយៈក្រោយហ្នឹងក៏បានកលកើតទៅជាភូមិទៅជាសិក្សាគុំមួយអញ្ចឹងទៅតែមុនវាបែបនោះគឺមានសង្កសីមានហ្នឹងហើយទៅទៀតឃើញចាក់ស្ដែងបាទហើយកត្តាអ្វីដែលជំរុញទឹកចិត្តខ្វាន់ឲ្យទៀងគោនៅសប្បុរសធម៌ដើម្បីឲ្យមកជួយទៅកាន់សាលាជាពិសេសគឺខាងក្រុមហ៊ុនទឹកសុទ្ធ High Tech តតែម្ដងដែលខ្វាន់បានណែនាំឲ្យមកជួយទៅកាន់សាលាដំបូងឡើយគឺខ្ញុំមានបំណងចង់ធ្វើអញ្ចឹងដោយជាមួយក្រុមការងារអញ្ចឹងណាបងថ្ងៃបន្ទាប់មកក៏ពួកយើងមានឱកាសធ្វើការជាមួយគ្នាក៏ខ្ញុំប្រាប់បងឡុងហើយនឹងក្រុមគ្នាថាបងខ្ញុំចង់ធ្វើ charity មួយចេះហើយបងគាត់ចូលរួមរៀបចំឲ្យឧបត្ថម្ភនៅក្នុង the whole charity ហ្នឹងដោយសារខ្ញុំពីក្មេងដូចខ្ញុំនៅរៀនអញ្ចឹងមានអំណោយមានអីមកលេងសាលាសប្បាយចិត្តណាបងមានបាល់ទាត់មានសម្ភារៈសិក្សាសប្បាយចិត្តណាហើយឆ្នាំនេះថ្នាក់ទីប្រហែលហើយទី6ហើយណាមានសិស្សប្រហែលអ្នកនៅក្នុងថ្នាក់យើង30នាក់ហើយជាប្រចាំខែយើងជាប់លេខប៉ុន្មានជួនកាលជាប់លេខ8ជួនកាលជាប់លេខ3ខ្ញុំបានកៅអៅកីឡាមួយនិងកាបូបមួយសប្បាយចិត្តទេសប្បាយពីមុនមកដែលធ្លាប់មានមកចែកចំណោយអញ្ចឹងធ្លាប់មានបាទអ្នកគ្រូនាយកបាទដែលត្រូវជាម្ដាយបង្កើតរបស់តារាចម្រៀង rapper ហើយលោកខ្វាន់តតែម្ដងហើយយើងមើលសម្រស់អ្នកគ្រូគឺស្រស់ស្អាតណាស់បាទចានាងខ្ញុំឈ្មោះស្វាយផាឡាជានាយិកានៅសាលាបឋមសិក្សាសាលាជ្រុំបាទឆ្នាំនេះខ្ញុំអាយុ48ឆ្នាំបាទគ្រូបាទសាលាខាងលើនេះតគឺកសាងតាំងពីឆ្នាំណាមកដែរសាលាបឋមសិក្សាសាលាជ្រុំដើមដំបូងឡើយកសាងតាំងពីឆ្នាំ2013ដំបូងឡើយខ្វះខាតច្រើនហ្មងអត់មានអគារសិក្សាក៏អត់ទាន់មានទៅតែឆ្នាំ2022ហ្នឹងបានចាប់ផ្ដើមមានអគារសិក្សាដោយខាងក្រុមហ៊ុនកុមារសុហ្នឹងគាត់ចុះមកជួយកសាងសាលារៀនរបស់ជប៉ុនណាកុមារសុរបស់ជប៉ុនហ្នឹងមកជួយកសាងសាលាមួយខ្នង3បន្ទប់កន្លះហ្នឹងខែដែលធ្លាក់ខ្យល់មកពីខាងជើងសង្កសីវាប៉ើងផឹងមកវារំខានការបង្រៀននិងការរៀនរបស់យើងដែរហើយបើខែក្តៅវិញគឺពិបាកតែម្ដងដោយសារសាលាហ្នឹងគេមិនហៅសាលាទេវាដូចជារោងដោលមួយអញ្ចឹងដែលមានជញ្ជាំងបាំងព័ទ្ធជុំវិញហ្នឹងសង្កសីដែរតមូលក៏សង្កសីទៀបជាក់ស្ដែងដូចខាងនោះសាលានៅចិត្តនេះណាបាទក្រុមហ៊ុនទឹកសុទ្ធ High Tech គឺមានការចូលរួមចំណែកទៅក្នុងការជួយសាលាគឺមានសម្ភារៈអ្វីខ្លះដែរណាគ្រូខាងក្រុមហ៊ុនទឹកបរិសុទ្ធ High Tech បានមកជួយចាក់ដីចំនួន400ឡានស្មើនឹង$2,400ហើយជួយធ្វើឡដុតសម្រាមចំនួន$500ហើយនឹងទិញម៉ូទ័របូមទឹកមួយឈុត$250រួមទាំងសម្លៀកបំពាក់ហើយនឹងកាបូបរបស់សិស្ស166នាក់ខ្ញុំអត់ដឹងចំនួនដែរទឹកប្រាក់ចាបើគ្រូ5នាក់ទៀតមកពី27គីឡូដីដូចខ្ញុំដែរអូបានគ្រូបានឆ្ងាយមែនទែនចាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនទឹកបរិសុទ្ធ High Tech ដែលបានចុះមកជួយនៅសាលារបស់នាងខ្ញុំសូមជូនពរឲ្យក្រុមហ៊ុនទឹកបរិសុទ្ធ High Tech មានអតិថិជនកាន់តែច្រើនបាទអរគុណគ្រូជ្រាបសួរទៅកាន់ប្រិយមិត្តទស្សនិកជនជាទីគោរពក្នុងគណៈលារសៀលថ្ងៃទី7ខែឧសភាឆ្នាំ2025ខ្ញុំបាទទេពុនរួមនឹងក្រុមការងាររបស់ TPNew កំពុងតែធ្វើសក្តីរាយការណ៍ដែលស្ថិតនៅចំណុចនឹងសាលាកុមារបាទស្រឡៅជ្រុំប្រិមិត្តគឺស្ថិតនៅក្នុងភូមិស្រឡៅជ្រុំឃុំពងរស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបាទប្រិមិត្តទូទាំងជនយើងគឺនៅក្នុងថ្ងៃនេះផ្ទាល់គឺក្រុមហ៊ុនទឹកបរិសុទ្ធ High Tech គឺបាននាំយកនៅអំណោយគឺមានសម្ភារៈក៏ដូចជាមានការជួយឧបត្ថម្ភទៅកាន់សាលាដែលនៅតំបន់ដាច់ស្រយាលខាងលើនេះផ្ទាល់តែម្ដងបាទប្រិមិត្តអញ្ចឹងនៅក្នុងថ្ងៃនេះផ្ទាល់គឺខ្ញុំបាទទេប៉ុនរួមនឹងក្រុមការងាររបស់ TPNew រួមទាំងក្រុមគ្រួសាររបស់ទឹកបរិសុទ្ធ High Tech គឺបានធ្វើដំណើរបាទរាប់រយគីឡូបាទហើយមិញហ្នឹងគឺថាចេញមកពីខេត្តបាទប៉ោយប៉ែតបាទគឺចូលមកនឹងគេថាផ្លូវគឺពិបាកខ្លាំងមែនទែនហើយតំបន់នេះគឺជាតំបន់ដាច់ស្រយាលនឹងមានការខ្វះខាតខ្លាំងមែនទែនគឺសម្រាប់សាលាខាងក្រុមហ៊ុនទឹកសុទ្ធ High Tech គឺបានធ្វើការជួយទៅកាន់សាលាបាទនៅក្នុងការជួយជាសម្ភារៈបាទជាច្រើនផ្សេងទៀតសូមបញ្ជាក់ជូនបងប្អូនយើងផងដែរគឺសាលាបឋមសិក្សាខាងលើនេះបាទគឺគ្រូនាយកសាលាផ្ទាល់គឺជាម្ដាយរបស់បាទគឺតារា rapper គឺលោកខ្វាន់
បាទប្រិមិត្តបាទហើយខាងក្រុមទឹកក្រុមហ៊ុនទឹកសុទ្ធហៃតិចគឺគាត់ដឹងសាលានេះផ្ទាល់ដោយសារតែសាលាខាងលើនេះគឺស្ថិតនៅក្នុងភូមិរបស់តារារ៉េពឺលោកខ្វាន់តែផ្ទាល់តែម្ដងហើយបន្តិចទៀតយើងនឹងធ្វើការនឹងសម្ភាសនឹងសាកសួរលោកគ្រូអ្នកគ្រូនាយកបាទក៏ដូចជាមានវត្តមានរបស់លោកអភិបាលស្រុកផ្ទាល់ផងដែរប្រិមិត្តទូទាំងជនគេហៅអីគេនេះហៅសាលាគេអូន សាលាបឋមសិក្សាគុំអាសុស្រឡាជ្រុំ អូខេហ្នឹងហើយហើយឆ្នាំនេះណាទីប្រហែលហើយ ទី ទី6ហើយណា បាទ បាទហើយមានសិស្សប្រហែលអ្នកនៅក្នុងថ្នាក់យើង 30 នាក់ 30នាក់ហើយជាប្រចាំខែយើងជាប់លេខប៉ុន្មាន ជួនកាលជាប់លេខ8ជួនកាលជាប់លេខ3 អើយល្អអីហ្នឹងមេរៀនបកកែទេបាទហើយមុខវិជ្ជាអីដែលយើងបកកែយ៉ាងគេ អានណាន អានដំណានណា បាទ បាទហើយគិតថានៅក្នុងថ្ងៃអនាគតថាយើងនឹងធ្វើការអីគេក្មួយចង់ធ្វើការអីគេ ធ្វើប៉ូលីស ចង់ធ្វើប៉ូលីសណាមូលហេតុអីមិនចង់ធ្វើប៉ូលីសចង់បំរើប្រជាពលរដ្ឋយើងបាទចង់បំរើប្រជាពលរដ្ឋណាបាទចង់បំរើសង្គមជាតិប្រទេសជាតិណាព្រោះឯប៉ូលីសគឺដើរតួនាទីសំខាន់ណាស់បាទនៅក្នុងការជួយការពារប្រជាពលរដ្ឋបាទការពីបទល្មើសផ្សេងចោលលួចចោលឆក់ចោលប្លន់ហ្នឹងគឺប៉ូលីសតាមចាប់ហើយបាទហើយពីមុននោះធ្លាប់ឃើញពូផ្សាយព័ត៌មានអត់ ដែរ ឃើញទេបាទឃើញពូណែផ្សាយចោលគេចាប់ចោលចាប់អីហ៎ ដែរ ណែឃើញប៉ូលីសចាប់ចោលឲ្យពូផ្សាយហ៎ បាទ បាទហ្នឹងហើយគឺជាតួនាទីរបស់សមត្ថកិច្ចដែលត្រូវបង្ក្រាបនៅជនល្មើសបាទហ្នឹងគឺសមត្ថកិច្ចគូជូនពរក្មួយឲ្យទទួលបានជោគជ័យទៅថ្ងៃអនាគតណាហើយនៅក្នុងថ្ងៃនេះគឺសប្បាយចិត្តអត់នៅពេលដែលឃើញខាងក្រុមហ៊ុនទឹកសុទ្ធហៃតិចគឺមកតែបកគលរង្វាន់ជូនអញ្ចឹង សប្បាយចិត្ត សប្បាយចិត្តណាចង់ឲ្យឱកាសក្រោយមកទៀតអត់ បាទ បាទហ្នឹងហើយអរគុណក្មួយហ្នឹងកងបងាណាបាទអីគេខ្លះក្មួយ ខ្ញុំបានកៅអៅកីឡាមួយនិងកាបូបមួយ សប្បាយចិត្តទេ សប្បាយ ពីមុនមកដែលធ្លាប់មានមកចែកចំណោយអញ្ចឹង ធ្លាប់មានបាទ បាទពេលនៅពេលដែលបានអាវយើងណែយកទឹកទុកថែរក្សាស្រួលណាបាទបោកទឹកពេលយើងស្លៀកពាក់ទៅបន្លាយយើងថែរក្សាបាទថានេះជាអនុស្សាវរីយ៍របស់យើងដែលក្រុមហ៊ុនទឹកហៃតិចឧបត្ថម្ភឲ្យបាទប្រិមិត្តឥឡូវយើងមកជួបសម្ភាសជាមួយនឹងលោកខ្វាន់ដែលជាតារាចម្រៀង rapper បាទដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រជាជាតិកម្ពុជារបស់យើងផ្ទាល់តែម្ដងបាទហើយបើតាខ្ញុំលើដំណឹងមកថាសាលានេះគឺគាត់ធ្លាប់រៀនដែរបាទហើយស្ថិតនៅក្នុងភូមិរបស់គាត់ផ្ទាល់តែម្ដងបាទគឺដាច់ស្រយាលមែនទែនបាទគឺឆ្ងាយមែនទែនបាទលោកខ្វាន់ជាដំបូងសូមឲ្យណែនាំឈ្មោះបន្តិចឈ្មោះពិតមានឈ្មោះដែរ ខ្ញុំឈ្មោះសវណ្ណកុងបងឈ្មោះសវណ្ណកុងAKA ខ្វាន់ អូបាទហើយសម្រាប់លោកខ្វាន់តគឺអ្នករស់នៅក្នុងភូមិឃុំនេះតឬភូមិយ៉ាងម៉េច មែនតើទៅខ្ញុំមិននៅក្នុងភូមិនេះខ្ញុំនៅភូមិមួយទៀតក៏ប៉ុន្តែថាពីមុនមកហ្នឹងម៉ាក់គាត់មានសាលាមួយនៅក្នុងភូមិខ្ញុំហ្នឹងដល់ពេលឥឡូវហ្នឹងគាត់បដូរមកនៅក្នុងសាលានេះគាត់អភិវឌ្ឍរបៀបហ្នឹងហើយបាទណែបើនិយាយទៅខ្វាន់រស់នៅក្នុងភូមិមិនដែរ ខ្ញុំនៅភូមិទូបរភូមិនេះភូមិសាឡាវជ្រុំបាទពីសាលាទៅភូមិរបស់ណែខ្វាន់ ហើយជា30នាទី 30នាទី បាទហើយជា25 30នាទីដល់បាទ អូខេបាទហើយសម្រាប់ខ្វាន់តគឺខ្វាន់កាលនៅពីតូចសិក្សានៅសាលាខាងលើនេះគឺក៏យ៉ាងម៉េចក៏ពិតសាលានេះទៅតែកកើតទេបងកាលខ្ញុំនៅក្មេងហ្នឹងនៅខ្ញុំរៀននៅសាលាទូបង្រទេបាទនេះទៅតែកកើតថ្មីដែរទេសាលានេះពីមុនតំបន់នេះគឺដាច់សញ្ញាដោយបងឃើញស្រាប់ទេយើងមកតាមផ្លូវហ្នឹងទី1ទី2សភ័យបាទសភ័យមានដូចក្របមីនគាត់ទូមានអីច្រើនណាស់ពេលមករយៈក្រោយហ្នឹងក៏បានកកើតទៅជាភូមិទៅជាសិស្សគុំមួយអញ្ចឹងទៅហើយសម្រាប់សាលានេះតពីមុនមកមានការខ្វះខាតនិងមានផលលំបាកអ្វីខ្លះដែរខ្វាន់ដូចបងឃើញនៅខាងនោះមុនពេលដែលយើងមានអាគារសិក្សាឥឡូវហ្នឹងគឺមុនវាបែបនោះគឺមានសង្កសីមានហ្នឹងហើយទៅតែទៀតឃើញចាក់ស្ដែង បាទហើយកត្តាអ្វីដែលជំរុញទឹកចិត្តខ្វាន់ឲ្យគៀងគួរនៅសប្បុរសធម៌ដើម្បីឲ្យមកជួយទៅកាន់សាលាជាពិសេសគឺខាងក្រុមហ៊ុនទឹកសុទ្ធហៃតិចតតែម្ដងដែលខ្វាន់បានណែនាំឲ្យមកជួយទៅកាន់សាលាដំបូងឡើយគឺខ្ញុំមានបំណងចង់ធ្វើអញ្ចឹងដោយជាមួយក្រុមការងារអញ្ចឹងណាបងហើយបន្ទាប់មកក៏ពួកយើងមានឱកាសធ្វើការជាមួយគ្នាក៏ខ្ញុំប្រាប់បងឡុងហើយនឹងក្រុមងារថាបងខ្ញុំចង់ធ្វើ charity មួយអញ្ចឹងហើយបងគាត់ចូលរួមរៀបចំហើយបងគាត់ឧបត្ថម្ភក្នុង the whole charity ហ្នឹងហើយដោយសារខ្ញុំពីក្មេងដូចខ្ញុំនៅរៀនអញ្ចឹងមានណោយមានអីមកលេងសាលាសប្បាយចិត្តណាស់មានបាល់ទាត់មានសម្ភារៈសិក្សាសប្បាយចិត្តណាស់អញ្ចឹងខ្ញុំនៅចង់ចាំអារម្មណ៍ហ្នឹងហើយក៏ចង់មានឱកាសធ្វើអញ្ចឹងទៅនៅក្នុងសាលារបស់ម៉ាក់ផ្ទាល់ហើយគាត់តែបានធ្វើរឿងល្អចែកម្លែកទៅសង្គមតិចតួចតាមអាចធ្វើទៅបានហើយនឹងនៅតែបន្តបាទហើយសម្រាប់ខ្វាន់ផ្ទាល់តើខ្វាន់នៅក្នុងភូមិផ្ទាល់យើងមើលមកធ្វើដាច់ស្រយាលខ្លាំងមែនទែនបាទគឺសម្រាប់ខ្វាន់ធ្លាប់មានអនុស្សាវរីយ៍យ៉ាងម៉េចខ្លះដែរនៅក្នុងភូមិនេះបាទនៅក្នុងភូមិនេះខ្ញុំអត់ដែរមានអនុស្សាវរីយ៍អីទេទៅសាលាទៅប្រកាសតែនៅតំបន់ខ្ញុំហ្នឹងយើង grow up យើងទុំគាត់ឡើងនៅហ្នឹងអញ្ចឹងណាបងតែយើងតែមានមិត្តភក្តិធម្មតាយើងនៅព្រំដែនថៃអញ្ចឹងវាមិនមែនជាស្រុកស្រែវាមិនមែនជាលក្ខណៈគេហៅថាទីរួមក្រុងអីទីបាទដោនសោនអញ្ចឹងបងប៉ុន្តែវាជាលក្ខណៈចំការវាលក្ខណៈអារម្មណ៍មួយផ្សេងបាទហើយនៅពេលដែលមកដល់ឃើញទិដ្ឋភាពរបស់ក្មួយផ្ទាល់នៅពេលដែលយើងចាយសម្ភារៈដែលគាត់មានអារម្មណ៍ថាមើលទៅគាត់សប្បាយចិត្តខ្លាំងមែនទែន
nó bây giờ dân khơi chẳng dân miền nào như vậy miền này bông sải chất đôi kia chứ nhom trong cha mà làm nhom cả đôi cái mấy đôi phần phụ con chẳng làm sải chất đôi kia các bạn dân tại phơi bị prắc các bạn tại lan krom cái miền tây nhà thì cứ cái dân lực ở bên ngày bên khơi nhom tại clean bài đấy thì xìa này lâu nay xua là chỉ trong khói lấy chỉ trong khói đi ai miền bọt thì miền ấy thay mấy giờ mẹp trái chun bom ôn đương đây miền bông miềnประมาณ bọt này nhưng mà riêng mình trên mixtape TP bằng nhóm vòng album TP vòng មាន ផាយប្រហែល bọt ដែរ ហើយឆ្លាស់10ទៅ5 10 bọt បាទភាគច្រើនគឺជាប្រភេទ bọt អីគេដែរ ស្នេហាលក្ខណៈនិយាយពីជីវិតលក្ខណៈទឹកពីព្រោះនៅចាក់ស្ដែងថ្ងៃដែលយើងទាំងអស់គ្នាចូលគេងក៏ពីគេងឡើងជួបរឿងអីគេខ្លះអញ្ចឹង relate បាទប៉ុន្តែចេញពេលណាយើងអត់ដឹងទេណា ខ្ញុំ លាក់សិននេះក៏មិន សិនហ្នឹងបងអត់ដឹងចេញពេលណា ចាំ surprise បាទអូខេនៅជាចុងក្រោយនេះគឺបានមានអីអរគុណថ្លែងអំណរគុណទៅកាន់ទឹកសុទ្ធហើយតិចឃើញថាពុះពៀខ្លាំងមែនទៀតបាទគឺមកពីពេញហើយមកដល់នេះផ្លូវពិបាកទៀតយើងចូលមកហ្នឹងសប្បាយចិត្តខ្ញុំសប្បាយចិត្តមែនតើគាត់ជួយជ្រោមជ្រែងនៅក្នុងចលនាមួយនេះពួកយើងបានធ្វើការជាមួយគ្នាគាត់ធ្លាប់ជួយគ្រប់គ្រងថត music video របស់ខ្ញុំកាលពីប្រហែលខែមុនហ្នឹងឥឡូវពួកយើងបានធ្វើចលនាជាមួយគ្នាទៀតអញ្ចឹងសប្បាយចិត្តហើយនឹងអរគុណគាត់ឲ្យទឹកជូនពរកាន់តែចម្រើនបាទអរគុណមែនទៀតក្បាន់បាទប្រិមិត្តទូទៅសិជនយើងបាទយើងបងប្អូនយើងប្រហែលជាធ្លាប់ស្ដាប់បទចម្រៀងរបស់ក្បាន់ហើយបាទខ្ញុំធ្លាប់ស្ដាប់បទចម្រៀងរបស់គាត់ស្ដាប់ហើយស្ដាប់ទៀតស្ដាប់អត់ចេះធុញទេបទគាត់បាទហើយជូនពរឲ្យក្បាន់កាន់តែទទួលបានភាពជោគជ័យនិងមានបងប្អូនប្រជាពលរដ្ឋរបស់យើងបាទជាពិសេសមិត្តយុវវ័យជួយគ្រប់គ្រងគាត់ស្នាដៃនិពន្ធគឺ original song មិនថានិពន្ធខ្លួនឯងគឺភ្លេងខ្លួនឯងទាំងអស់ហ្នឹងមានក្រុមការងារបងភ្លេងមានក្រុមការងារតែការសរសេរការ melody ហ្នឹងយើងធ្វើខ្លួនឯងយើងធ្វើជាលក្ខណៈក្រុមអូខេទទួលឲ្យនៅអូខេហ្នឹងជូនពរជួយបានជោគជ័យបាទប្រិមត្តទូទាំងជនយើងឥឡូវមកជួបជាមួយនឹងអ្នកគ្រូនាយកបាទដែលត្រូវជាម្ដាយបង្កើតរបស់តារាចម្រៀង rapper ឲ្យលោកខ្វាន់តតែម្ដងហើយយើងមើលសម្រស់អ្នកគ្រូគឺស្រស់ស្អាតណាស់បាទគឺដូចជាអ្នកនៅในទីក្រុងភ្នំពេញអញ្ចឹងណាអ្នកគ្រូបាទហើយជំរាបសួរអ្នកគ្រូបាទជាដំបងសូមឲ្យខ្ញុំស្គាល់ឈ្មោះអ្នកគ្រូមានឈ្មោះដែរចានាងខ្ញុំឈ្មោះស្វាយផាឡាជានាយិកានៅសាលាបឋមសិក្សាសាលាជ្រុំបាទហើយឆ្នាំនេះអ្នកគ្រូមានបច្ចុប្បន្នប្រហែលអ្នកគ្រូឆ្នាំនេះខ្ញុំអាយុ48ឆ្នាំបាទអ្នកគ្រូបាទអ្នកគ្រូអាចជួយបញ្ជាក់តិចបានទេគឺសម្រាប់សាលាខាងលើនេះតគឺកសាងតាំងពីឆ្នាំណាមកដែរសាលាបឋមសិក្សាសាលាជ្រុំដើមដំបូងឡើយកសាងតាំងពីឆ្នាំ2013ដល់ពេលពីដំបូងអត់ទាន់មានសាលានេះទេនោះសាលានៅខាងស្វេដែរចាដល់ពេលឆ្នាំ2022មានអង្គការមានក្រុមហ៊ុនគូម៉ាត់ស៊ូអភិវឌ្ឍដែលដឹកនាំដោយអង្គការចេម៉ាស់ខាងចេម៉ាស់ស៊ីម៉ាក់ហ្នឹងបានមកជួយកសាងសាលារៀនក៏ដូចជាជួយចាក់ដីពេញទីធ្លានេះពីមុនកន្លែងហ្នឹងទេបដែរចាហើយជួយធ្វើដងតុងជាតិធ្វើខ្លោងទ្វេធ្វើលបងគាត់ជុំវិញហ្នឹងខាងអង្គការចេម៉ាស់តាមរយៈអង្គការចេម៉ាស់ក្រុមហ៊ុនគូម៉ាត់ស៊ូបាទអ្នកគ្រូសម្រាប់សិស្សដែលនៅក្នុងសាលាផ្ទាល់គឺមានស្រុកទាំងអស់ប្រហែលអ្នកដែរឆ្នាំសិក្សា2024-25នេះសិស្សសរុបមានចំនួន166នាក់ក្នុងនោះស្រី80នាក់បាទស្រី80នាក់ហើយសម្រាប់អ្នកគ្រូលោកគ្រូវិញគឺមានទាំងអស់ស្រុកប្រហែលអ្នកដែរលោកគ្រូទាំងអស់6នាក់ចាទាំងលោកគ្រូទាំងអ្នកគ្រូ6នាក់បាទគ្រូបាទអ្នកគ្រូអាចជួយបញ្ជាក់តិចបានទេគឺសម្រាប់សាលាគឺពីដំបូងឡើយគឺមានការខ្វះខាតយ៉ាងម៉េចខ្លះដែរដំបូងឡើយខ្វះខាតច្រើនហ្មងអត់មានអគារសិក្សាក៏អត់ទាន់មានទៅតែឆ្នាំ2022ហ្នឹងបានចាត់ផ្ដើមមានអគារសិក្សាដោយខាងក្រុមហ៊ុនគូម៉ាត់ស៊ូហ្នឹងគាត់ចុះមកជួយកសាងសាលារៀនរបស់ជប៉ុនណាគូម៉ាត់ស៊ូរបស់ជប៉ុនហ្នឹងមកជួយកសាងសាលាមួយខ្នង3បន្ទប់កន្លះហ្នឹងចាកាលពីបន្តកសាងតើសាលាខាងលើហ្នឹងមានការភ្លុកភ្លៀងមានការបាក់បែកនៅពេលដែលយើងពងបរៀនមានខ្យល់មានមេឃភ្លៀងមានអីមកហ្នឹងគឺយើងជួបការលំបាកបែបហ្នឹងដែរចាមានការលំបាកច្រើនពេលបើខែដែលធ្លាក់ខ្យល់មកពីខាងជើងសង្កសីវាប៉ើងផឹងមកវារំខានការបង្រៀននិងការរៀនរបស់យើងដែរហើយបើខែក្តៅវិញគឺពិបាកតែម្ដងដោយសារសាលាហ្នឹងគេមិនហៅសាលាទេវាដូចជារោងដោលមួយអញ្ចឹងដែលមានជញ្ជាំងបាំងគាត់ជុំវិញហ្នឹងសង្កសីដែរតបូលក៏សង្កសីទៀបជាក់ស្ដែងដូចខាងនោះសាលានៅចិត្តនេះហ្នឹងបាទគ្រូបាទហើយសម្រាប់អ្នកគ្រូបន្តតើអ្នកគ្រូណែគ្រប់គ្រងនៅសាលាតាំងពីឆ្នាំណារហូតដល់ពេលនេះគឺរយៈពេលប្រហែលឆ្នាំទេគ្រូសាលាជ្រុំក៏កើតតាំង2013ប៉ុន្តែខ្ញុំទៅតែមកគ្រប់គ្រងឆ្នាំ2019ទេមកទល់នេះវាប្រហែលជា75ឆ្នាំបាទគ្រូបាទពីមុនមកអ្នកគ្រូធ្លាប់រៀននៅសាលាខាងណាដែរពីមុនខ្ញុំធ្លាប់ជានាយិការងនៅសាលាបឋមសិក្សាធនសែនទួលបង្រោនៅចិត្តផ្ទះពីនេះទៅ27គីឡូដីបាទកត្តាអ្វីដែលជំរុញទឹកចិត្តអ្នកគ្រូឲ្យឈប់រៀននៅក្បែរផ្ទះសុខចិត្តលះបង់គឺមកបាទគ្រប់គ្រងនៅក្នុងសាលាខាងលើនេះដោយផ្លូវចូលមកគឺយើងគិតថាមានការពិបាកមែនទេចាការជំរុញទឹកចិត្តហ្នឹងដោយសារពីមុនសាលានេះអត់តាន់មានគ្រូក្របខ័ណ្ឌទេមានតែគ្រូកិច្ចសន្យាទាំងអស់ចាដល់ពេលអញ្ចឹងទៅ
ខ្ញុំក៏ស្ម័គ្រចិត្តមករៀននៅសាលានេះក៏បានខ្លាយទៅជានាយិកានៅសាលានេះចឹងដែរបាទអ្នកគ្រូបាទអ្នកគ្រូបាទជាចុងក្រោយនេះគឺសម្រាប់ក្រុមហ៊ុនទឹកសុទ្ធ High Tech គឺមានការចូលរួមចំណែកក្នុងការជួយសាលាគឺមានសម្ភារៈអ្វីខ្លះដែរអ្នកគ្រូខាងក្រុមហ៊ុនទឹកបរិសុទ្ធ High Tech បានមកជួយចាក់ដីចំនួន400ឡានស្មើនឹង$2,400ហើយជួយធ្វើឡដុតសម្រាមចំនួន$500ហើយនឹងទិញម៉ូទ័របូមទឹកមួយឈុត$250រួមទាំងសម្លៀកបំពាក់ហើយនឹងកាបូបរបស់សិស្ស166នាក់ខ្ញុំអត់ដឹងចំនួនដែរទឹកប្រាក់ចាសិស្សរាល់ថ្ងៃវាមាន7ថ្នាក់យើងត្រូវបរៀនវាត្រូវពីវេនយើងត្រូវការសាលាអស់ណាក៏4បន្ទប់ដែរអញ្ចឹងសាលាបឋមសិក្សាសាលាជ្រុំខ្ញុំខ្វះអគារសិក្សាហើយគ្រូសុទ្ធតែមកពីឆ្ងាយយើងខ្វះដូចជាផ្ទះសំណាក់គ្រូដែរគ្រូមកពីឆ្ងាយទាំងអស់មានតែលោកគ្រូចាស់ម្នាក់ឯងគាត់នៅតំបន់នេះគាត់នៅមើលគ្រប់គ្រងក្នុងសាលាតែម្ដងចាគាត់នៅផ្ទះគាត់នៅតំបន់ភូមិសាលាជ្រុំហ្នឹងបើគ្រូ5នាក់ទៀតមកពី27គីឡូដៃដូចខ្ញុំដែរអូបាទគ្រូបាទឆ្ងាយមែនទែនចាអធិស្ឋានអ្នកគ្រូណាមានបុត្រប្រមាណអ្នកដែរខ្ញុំមានកូន3នាក់បាទខ្វាន់ទីកូនទីប៉ុន្មានខ្វាន់កូនទី1បាទជាអ្នកចម្រៀងចាជាតារាចម្រៀង2អ្នកផ្សេងទៀតណាគ្រូ2អ្នកផ្សេងទៀតកូនទី2ខ្ញុំគ្រូបង្រៀនហើយកូនទី3ខ្ញុំស្រីដែរនៅរៀនថ្នាក់ទី12ប្រឡងបាក់ឌុបឆ្នាំនេះអញ្ចឹងបានន័យថាកូនគឺប្រុស1ស្រី2ចាប្រុស1ស្រី2បាទអ្នកគ្រូបាទជាចុងក្រោយនេះអ្នកគ្រូមានអីឲ្យថ្លែងអំណរអគុណទៅកាន់ក្រុមហ៊ុនទឹកបរិសុទ្ធ High Tech ទេអ្នកគ្រូចាជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនទឹកបរិសុទ្ធ High Tech ដែលបានចុះមកជួយនៅសាលារបស់នាងខ្ញុំសូមជូនពរឲ្យក្រុមហ៊ុនទឹកបរិសុទ្ធ High Tech មានអតិថិជនកាន់តែច្រើនបាទអរគុណអ្នកគ្រូអរគុណបាទបងឲ្យដំបងសូមឲ្យបងជួយណែនាំឈ្មោះបាទសួស្តីបងខ្ញុំឈ្មោះលៀងវុនឡុងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទឹកផ្សារ High Tech បាទនៅក្នុងថ្ងៃនេះតលគឺបងមានសម្ភារៈក៏ដូចជាអំណោយអ្វីខ្លះដែរយកមកជូនសាលាដែលនៅតំបន់ដាច់ស្រយាលខាងលើនេះបាទថ្ងៃនេះយើងនៅសាលាជុំនៅម្លៃនេះយើងមានទី1សម្រាប់ក្មេងៗសម្រាប់សិស្សទីនេះយើងមានកៅអៅមួយឈុតម្នាក់ដែលក្នុងនោះគាត់មាន166នាក់ហើយយើងមានកតាបយើងមានប៊ិចយើងមានសភៅហើយយើងមានបាល់មួយចំនួនឲ្យពួកគាត់ហើយលើសពីនេះសម្រាប់សាលាយើងក៏បានចាក់ដីមកចាស់រៀងធំមកផ្លោះធំសម្រាប់ពួកគាត់ថាទុកជាទីធ្លាទាត់បាល់សម្រាប់ក្មេងៗព្រោះនៅទីនេះអត់មានកន្លែងទាត់បាល់ឲ្យសบายសម្រាប់ពួកក្មេងៗទេអញ្ចឹងហើយលើសពីនេះយើងមានឡដុតសម្រាមយើងមានដូចជាឧបត្ថម្ភបូមទឹកអីផ្សេងមានបាទដើម្បីសម្របសម្រួលពួកគាត់នៅទីនេះបាទសម្រាប់បងតគឺបងដឹងដំណឹងថាសាលាដែលនៅតំបន់ដាច់ស្រយាលខាងលើនេះគឺគាត់មានការខ្វះខាតតាមរយៈអ្វីដែរបាទតាមពិតតាមអសាខ្វាន់បាទព្រោះមួយរយៈនេះយើងមានក្រុមហ៊ុនយើងមាន project មួយចំនួនជាមួយខ្វាន់តទៅពេលអញ្ចឹងទៅក៏និយាយគ្នាលេងអីអញ្ចឹងទៅក៏គាត់ថាអូម្ដាយគាត់មកពីស្រុកម៉ាឡៃហើយជាពិសេសអ្នកមីងស្វ័យបាឡាជាម្ដាយគាត់ផ្ទាល់ហ្នឹងជានាយិកាជានាយិកាសាលាអញ្ចឹងបានថាអូគាត់មានសាលាហើយសាលាហ្នឹងដាច់ស្រយាលអីអញ្ចឹងទៅហើយក៏ដូចថាចាប់ផ្ដើមគំនិតទៅថានាំគ្នាចង់ទៅធ្វើការងារសប្បុរសធម៌មួយនៅសាលាដែលម្ដាយខ្វាន់គាត់ជាអ្នកគ្រប់គ្រងផ្ទាល់ហើយជាក់ស្ដែងនៅនេះវាដាច់ស្រយាលមែនបាទនោះមិញយើងឃើញថាយើងធ្វើដំណើរចូលមកមិញគឺទៅតាមផ្លូវគឺវាពិតជាមានផលពិបាកខ្លាំងមែនទែនហើយសម្រាប់បងផ្ទាល់គឺនៅពេលដែលយើងឆ្លងកាត់ធ្វើដំណើរមកតាមផ្លូវពីភ្នំពេញផងអីផងមកតាមផ្លូវពិបាកទៀតនៅពេលដែលមកដល់សាលាផ្ទាល់នៅឃើញពេលដែលឃើញទស្សនវិជ្ជាសាលាខ្ញុំផ្សេងយើងឃើញសាលាចាស់មួយនោះបាទនៅពេលដែលយើងមកដល់យើងឃើញទស្សនវិជ្ជាផ្ទាល់យើងមានអារម្មណ៍យ៉ាងម៉េចដែរទី1មានអារម្មណ៍ថាអាចថាសម្រាប់សិស្សសម្រាប់គ្រូនេះមើលទៅពិបាកបាទទី1ពិបាកក្នុងការធ្វើដំណើរហើយទី2គឺដោយសាររៀបវាដាច់ស្រយាលហ្នឹងហើយអញ្ចឹងមើលទៅដាច់ស្រយាលហើយមើលទៅការខ្វះខាតនៅមានច្រើនហើយដូចមិញខ្ញុំក៏បានសួរនិយាយលេងជាមួយលោកពូអភិបាលរងហើយជាមួយអ្នកគ្រូបន្តិចក៏ដឹងថាសិស្សនៅទីនេះផ្ទះគាត់អ្នកខ្លះអាចឆ្ងាយហើយអ្នកខ្លះមានកង់ជិះក៏ជិះអ្នកអត់កង់ជិះក្មេងៗខ្លះត្រូវរៀនចប់ដើរទៅផ្ទះទៅអ្នកខ្លះត្រូវដើរកន្លះម៉ោងខ្លះត្រូវដើរ40-50នាទីទៅអត់មានកង់ជិះដើរទៅអ្នកដែលមានកង់សំណាងជិះកង់ទៅហើយបាទអញ្ចឹងបើយើងមើលទិដ្ឋភាពរួមទៅទី1តំបន់ដាច់ស្រយាលទី2ពិបាកមើលទៅបាទពិបាកទាំងធ្វើការក្នុងការធ្វើដំណើរហើយបើនិយាយពីការខ្វះខាតខ្ញុំហ៊ាននិយាយថានៅមានច្រើននៅមានទៀតបាទហើយសម្រាប់បងតលនៅពេលដែលយើងយកសម្ភារៈសិក្សាហើយយកមកជូនមកកាន់ក្មួយដែលជាសិស្សសាលាផ្ទាល់នៅពេលដែលឃើញពួកគាត់មានអារម្មណ៍ដែលសប្បាយចិត្តយើងក្នុងចិត្តយើងយ៉ាងម៉េចដែររំភើបបងបាទរំភើបហើយជាមួយក្រុមការងារក៏សប្បាយចិត្តហើយក៏មានមោទនភាពហើយដោយសារយើងបានមកសាលាដាច់ស្រយាលអញ្ចឹងពេលដែលយើងជួយទៅដូចមានអារម្មណ៍ថាគាត់ត្រូវការខ្លាំងបើមិនយើងយើងទៅតំបន់ណាផ្សេងដែលដូចថាមាននេះមាននោះហើយអត់សូវអីទេដល់ពេលយើងបានមកជួយតំបន់ដែលដាច់ស្រយាលថាគាត់ត្រូវការគាត់ខ្វះខាតខ្លាំងដល់ពេលដែលយើងជួយទៅយើងមានអារម្មណ៍ថាដូចវាប៉ុណ្ណឹងតែវាច្រើនសម្រាប់គាត់ខ្លាំងព្រោះតែគាត់
ដាច់សញ្ញាហើយគាត់អត់សូវសបោនេះនោះអីចឹងណាបង បាទ អញ្ចឹងរំភើបបាទ បាទហើយក៏អរគុណខ្លាំងមែនទែនបាទប្រិមិត្តគឺអញ្ចឹងគឺទឹកបរិសុទ្ធហៃតិចគឺតែងតែជួយទៅកាន់តំបន់ដែលមានការខ្វះខាតបាទគឺបានចូលរួមចំណែកយ៉ាងធំនៅក្នុងកិច្ចការងារជួយសង្គមជួយប្រទេសជាតិរបស់យើងនេះបាទហើយក៏អរគុណទៅកាន់ទឹកបរិសុទ្ធហៃតិចបានតែងតែជួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេងៗគឺតាមរយៈខ្ញុំផ្សេងតាមរយៈបងប្អូនបាទផ្សេងទៀតបាទហើយក៏ជូនពរទៅដល់ក្រុមហ៊ុនទឹកបរិសុទ្ធហៃតិចដំណើរការទៅមុខកាន់តែរលូននិងកាន់តែមានអតិថិជនគ្រប់គ្រងកាន់តែច្រើននិងសូមឲ្យក្រុមហ៊ុនគឺមានការរីកលូតលាស់ទៅមុខតរៀងទៅជារៀងរហូតតែម្ដងបាទប្រិមិត្តជាចុងក្រោយខ្ញុំបាទទេប៉ុនរួមនឹងក្រុមការងាររបស់ TP New និងក្រុមការងាររបស់ទឹកបរិសុទ្ធហៃតិចទាំងអស់ក៏សូមគោរពជូនពរទៅកាន់បងប្អូនយើងទាំងអស់គ្នាបាទជួបតែសេចក្តីសុខនិងសេចក្តីចម្រើននិងធ្វើដំណើរទៅទីជិតទីឆ្ងាយសូមឲ្យប្រកបតែសុខសុវត្ថិភាពគ្រប់គ្នាផងដែរហើយខ្ញុំបាទទេប៉ុនបើសិនជាអធិប្បាយទៅមានកំហុសខុសឆ្គងចំណាំក៏បីក៏សូមខន្តីអភ័យទោសផងដែរខ្ញុំបាទទេប៉ុនធ្វើសេចក្តីរាយការណ៍សូមអរគុណសូមគោរព